ហើយអ្នកថាពួកយើងជាខ្មែរមានគេដំណើរពីដូនតាបន្សល់ទុកនៅពីវិញនៃសវណ្ណភូមិដ៏ថ្លៃថ្លាគឺជាកំណត់មហាសាលដែលបានដោយមិនពឹងទេវតាគឺជាញើឈាមដែលលះបងចិត្តចង់ពីកាយនិងប្រាជ្ញាហើយអ្នកថាពួកយើងជាខ្មែរធ្លាប់តែជាពូដែលអស្ចារ្យប្រវត្តិសាស្ត្រដ៏រុងរឿងអង្គរអាណាចក្រចេនឡាមិនដែលចោះញោមនឹងអំណាចរស់នៅក្រោមជើងជាសាសនាចុះមិនបានជាពេលអីលើធ្លាក់ដល់ចំណុច0អង្សាហើយខ្ញុំនឹងច្រៀងរឿងនិទានពីប្រវត្តិសោដាពាក្យពេចចុងជួនអង្គរួមដល់ចិត្តខេមរាឲ្យភ្ញាក់រលឹកពីទឹកដីថាខ្មែរយើងមុនវាប៉ុណ្ណាទាំងផ្ទៃទឹកទាំងផ្ទៃដីថាវាធំមហាសាលអំណាចវាលាតសំថឹងត្រឹងនៅលើអាកាសាហើយដៃពីរជើងពីរមិនដែលទៅពឹងក្បាលអ្នកណាអំណាចធំហើយខ្លាំងស្ដាប់បច្ចកម្មដ៏អស្ចារ្យសំណងវិមានដល់ស្គមស្កៃប្រទេសដទៃគេខ្លាយរអាក្នុងទឹកសម្បូរត្រីលើដីសម្បូររ៉ែក្នុងដីក៏មានពេជ្រធនធានហូរហែរក្សាបន្តដំណរគិតដល់កូនចៅផងដែរហើយធ្វើមួយគិតមួយឲ្យមានប្រយោជន៍ដល់ខ្មែរធ្វើដើម្បីខ្មែរធ្វើដើម្បីជាតិខ្មែរហើយពួកយើងទាំងឡាយពួតដៃគ្នាខ្វល់